ខ្ញុំជឿថាពុកម៉ែបងប្អូនជាច្រើនបានស្គាល់រួចមកហើយខេត្តមណ្ឌលគិរីគឺជាតំបន់ខ្ពង់រាបមួយដែលសម្បូរទៅដោយភ្នំនិងធនធានធម្មជាតិជីវៈចម្រុះជាច្រើនប្រភេទហើយមិនត្រឹមតែប៉ុណ្ណោះទេក៏សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិផងដែរជាពិសេសមួយទៀតគឺអាកាសធាតុត្រជាក់មែនទេបងប្អូនអរគ្នាអញ្ចឹងខ្ញុំថ្ងៃនេះមានព័ត៌មានតិចតួចពាក់ព័ន្ធជាមួយនឹងខេត្តមណ្ឌលគិរីសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលធ្លាប់មកទស្សនាហើយក៏ដូចជាមិនដែលធ្លាប់មកលេងមណ្ឌលគិរីឲ្យបានជ្រាបអំពីស្ថានភាពមួយចំនួនដូចជាខេត្តមណ្ឌលគិរីគឺស្ថិតនៅក្នុងភូមិភាគឦសានដែលមានចម្ងាយផ្លូវប្រមាណជា382គីឡូម៉ែត្រពីរាជធានីភ្នំពេញហើយក្នុងនោះខេត្តមណ្ឌលគិរីគឺមានក្រុងសែនមនោរម្យជាទីរួមខេត្តនិងមានស្រុកចំនួន4ផ្សេងទៀតដែលយើងចែកចេញជា4សង្កាត់17ឃុំនិង92ភូមិខេត្តមណ្ឌលគិរីគឺមានផ្ទៃដីសរុបទំហំ14288គីឡូម៉ែត្រការ៉េដែលនេះគឺជាទំហំផ្ទៃដីក្នុងប្រទេសកម្ពុជាសម្រាប់ខេត្តដែលធំជាងគេផងដែរនេះគឺបោះមណ្ឌលគិរីហើយប្រជាពលរដ្ឋហ្នឹងគឺមានសរុបចំនួនត្រឹមតែ106,440នាក់ដែលមានស្រីចំនួន52,380នាក់ដែលស្មើទៅនឹង26សំទោសគឺ26,385គ្រួសារហើយមានដង់ស៊ីតេប្រជាពលរដ្ឋស្មើទៅនឹង7នាក់នៅក្នុង1គីឡូម៉ែត្រការ៉េកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំមានចំនួន2កដសញ្ញា 74% ហើយក៏មានជនជាតិដើមភាគតិចចំនួន8ជនជាតិក្នុងនោះមានដូចជាជនជាតិព្នងក្រោលគ្រឿងស្ទៀងទំពួនចារាយគួយនិងធ្ងន់បាទខេត្តមណ្ឌលគិរីគឺមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមប្រវែងសរុប319កដសញ្ញា095គីឡូម៉ែត្រព្រំប្រទល់ខាងកើតនិងខាងត្បូងជាប់ខេត្តដាក់ឡាក់ខេត្តដាក់ណុងនិងខេត្តប៊ីងហ្វឺកនៃសាធារណរដ្ឋសង្គមនិយមវៀតណាមហើយខាងជើងជាប់ទៅនឹងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីដោយឡែកខាងលិចគឺជាប់ខេត្តក្រចេះប្រជាពលរដ្ឋមានមុខរបរចម្បងក្នុងវិស័យកសិកម្មចំនួន82%វិស័យសិប្បកម្ម1%និងវិស័យសេវាកម្ម17%និងមាន GDP សម្រាប់មនុស្សម្នាក់ៗសរុបចំនួន$2,122នេះគឺបើផ្អែកទៅតាមទិន្នន័យឆ្នាំ2023ហើយខេត្តមណ្ឌលគិរីក៏មានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន3ផងដែរសម្រាប់ទំនាក់ទំនងការងារកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងនោះមានដូចជាច្រកទ្វារឡាប៉ាខេច្រកកែវសមាច្រកទ្វារដាក់ដាមច្រកក្នុងស្រុកអូរាំងហើយច្រកទ្វារណាំលាក្នុងស្រុកពេជ្រដាដែលឡែកច្រកទ្វារជាមៀតនៅឯខាងស្រុកកោះញែកនោះគឺមិនទាន់មានដំណើរការព្រោះដោយសារតែមិនទាន់មានផ្លូវគមនាគមន៍បាទនេះគឺជាព័ត៌មានខ្លីៗខ្លះៗដែលតកតងទៅនឹងស្ថានភាពមណ្ឌលគិរីដែលពុកម៉ែបងប្អូនជួយមកលេងហើយដែលមិនទាន់បានដឹងថាមណ្ឌលគិរីមានរបាយប្រជាជនយ៉ាងម៉េចហើយសម្រាប់អ្នកនៅទីនេះគេរកស៊ីអីខ្លះបាទហើយខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យស្វែងយល់ដឹងបន្ថែមទៀតនៅវីដេអូក្រោយៗបាទសូមអរគុណសូមជម្រាបលា